បាទជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នានៅ10ចំណុចដែលចំណុចទី1ហ្នឹងគឺរាប់ចំនួនបុគ្គលិកស្រីសរុបអូខេដើម្បីរាប់ចំនួនបុគ្គលិកស្រីសរុបហ្នឹងគឺយើងប្រើរូបមន្ត count if អញ្ចឹងបុគ្គលិកស្រីយើងសំដៅទៅលើភេទក្បៀសមួយមកអូខេធ្វើការបិទមុខកញ្ចក់ enter អូខេអញ្ចឹងបុគ្គលិកស្រីមាន2នាក់បន្តមកទៀតរកចំនួនបុគ្គលិកដែលមានទីកន្លែងកំណើតនៅភ្នំពេញអូខេអញ្ចឹងបុគ្គលិកភ្នំពេញស្មើ count if ទៀតដែរអញ្ចឹងយើងសំដៅទៅលើថ្ងៃទីកន្លែងកំណើតអូខេអញ្ចឹងក្បៀស1អញ្ចឹងភ្នំពេញយើងរាប់តែអ្នកភ្នំពេញទេធ្វើការ enter អញ្ចឹងអ្នកនៅភ្នំពេញមាន3នាក់សំណួរបន្ទាប់រាប់ចំនួនបុគ្គលិកទាំងអស់ដែលកើតមុនថ្ងៃទី17មករា2021អញ្ចឹងបុគ្គលិកកើតមុនថ្ងៃ17មករា2021យើងប្រើរូបមន្ត count if ទៀត count if បុគ្គលិកកើតមុនអញ្ចឹងយើងសំដៅទៅលើថ្ងៃខែឆ្នាំកំណើតក្បៀស1កើតមុនអញ្ចឹងមានន័យថាតូចជាងយើងប្រើតូចជាងថ្ងៃ17 chain 21អូខេធ្វើការ n ថាអញ្ចឹងអ្នកដែលកើតមុនថ្ងៃ17មករា2021គឺមានចំនួន6នាក់បន្ទាប់ទៀតរាប់បុគ្គលិកណាដែលមានប្រាក់ខែតិចជាង$200អូខេប្រាក់ខែតិចជាង$200យើងប្រើរូបមន្ត count if អញ្ចឹងបុគ្គលិកគឺប្រាក់ខែ select លើប្រាក់ខែក្បៀស1មកប្រាក់ខែប៉ុន្មានប្រាក់ខែតូចជាង$200តិចជាងមានន័យថាតូចជាងនឹងឯងធ្វើការ enter អញ្ចឹងមាន7នាក់សំណួរបន្ទាប់រាប់បុគ្គលិកណាដែលមានប្រាក់ខែច្រើនជាង$200អញ្ចឹងវាដូចតែសំណួរខាងលើនឹងទេប្រើរូបមន្ត count if ប្រាក់ខែធ្វើការក្បៀស1ធំជាងឬស្មើ200អូខេអញ្ចឹងមានចំនួន2នាក់សំណួរបន្ទាប់ទៀតគណនាប្រាក់ខែសរុបទាំងអស់ចំពោះតែបុគ្គលិកស្រីអញ្ចឹងបុគ្គលិកស្រីយើងប្រើរូបមន្ត sum if បុគ្គលិកស្រីយើងសំដៅទៅលើភេទអញ្ចឹងយើង select rank នៅលើភេទតើមកធ្វើការក្បៀស1ហើយបុគ្គលិកស្រីអញ្ចឹងស្រីសធ្វើការក្បៀស1ទៀតមកហើយយើង select ទៅលើប្រាក់ខែបិទវងកញ្ចក់ enter អូខេបន្តមកទៀតគណនាប្រាក់ខែសរុបទាំងអស់ចំពោះតែបុគ្គលិកដែលកើតនៅភ្នំពេញអញ្ចឹងយើងរាប់តែបុគ្គលិកណាដែលនៅភ្នំពេញទេក្រៅពីនេះគឺយើងអត់រាប់ទេគឺយើងអត់បូកសរុបប្រាក់ខែរបស់គាត់ទេអញ្ចឹងស្មើ sum if បុគ្គលិកកើតនៅភ្នំពេញអញ្ចឹងយើងសំដៅទៅលើទីកន្លែងកំណើតក្បៀស1មកភ្នំពេញក្បៀស1ទៀតមកប្រាក់ខែបិទវងកញ្ចក់ enter
អូខេសំណួរបន្ទាប់គណនាប្រាក់ខែសរុបទាំងអស់ចំពោះតែបុគ្គលិកកើតមុនថ្ងៃទី17ខែមករា2021អូខេអញ្ចឹងស្មើ 30if កើតមុនថ្ងៃ17មករា2021គឺសំដៅទៅលើថ្ងៃខែឆ្នាំកំណើតបៀស1 17អូខេតូចជាង17ចេន21បៀស1ហើយរែងប្រាក់ខែ enter សំណួរបន្ទាប់គណនាប្រាក់ខែសរុបចំពោះបុគ្គលិកដែលមានប្រាក់ខែតិចជាង$200អញ្ចឹង SUMIF បុគ្គលិកដែលមានប្រាក់ខែតិចជាងមានថាតូចជាង$200បើវងកញ្ចក់ enter អូខេសំណួរបន្ទាប់ចុងក្រោយគណនាប្រាក់ខែសរុបទាំងអស់ចំពោះតែបុគ្គលិកប្រាក់ខែច្រើនជាង$200អញ្ចឹងអាហ្នឹងវាដូចតែសំណួរខាងលើនឹងទេគ្រាន់តែអានេះវាច្រើនជាងអញ្ចឹងស្មើ SUMIF រែងប្រាក់ខែនឹងមកធ្វើការក្បៀស1ធំជាង$200 enter អូខេអញ្ចឹងវីដេអូយើងមានតែប៉ុណ្ណឹងសូមអរគុណ